វីសាជប៉ុនឡើងថ្លៃគុណនឹង5សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទកុកហួងថ្ងៃនេះខ្ញុំមានដំណឹងដែលគួរឲ្យសោកស្ដាយមួយមកចែកជូនបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលមានគម្រោងទៅលេងប្រទេសជប៉ុនចាប់ពីថ្ងៃទី1ខែកក្កដានេះតទៅប្រទេសជប៉ុនបានចាប់ផ្ដើមដំឡើងថ្លៃវីសាឬទឹកដីការចូលប្រទេសខ្លួនហើយបន្ទាប់ពីបានរក្សាតម្លៃទឹកដីការរបស់ខ្លួនក្នុងកម្រិតមួយទៀតអស់រយៈពេលជាង5ទសវត្សរ៍កន្លងមកមូលហេតុដែលមានការដំឡើងតម្លៃគឺមានដូចជាអតិផរណានិងការប្រែប្រួលអត្រាប្រូប្រាក់ការចំណាយរដ្ឋបាលកើនឡើងការគ្រប់គ្រងចំនួនជនបរទេសនិងភ្ញៀវទេសចរនិងការកែសម្រួលតម្លៃទៅតាមតម្លៃស្តង់ដារអន្តរជាតិដូចជាវីសាទៅអឺរ៉ុបនិងវីសាទៅសហរដ្ឋអាមេរិកជាដើមប្រសិនបើបងប្អូនមានបំណងទៅលេងជប៉ុនឆាប់ៗអាចចូលមើល playlist vlog ទៅលេងប្រទេសជប៉ុននៅលើ YouTube Channel របស់ខ្ញុំបានចំពោះតម្លៃវីសាជប៉ុនឡើងថ្លៃគុណនឹង5បើប្រៀបនឹងតម្លៃចាស់គឺត្រឹមតែ 80000 រៀលហើយតម្លៃថ្មីគឺមានតម្លៃរហូតទៅដល់ 405,000 រៀលសម្រាប់ទឹកដីការចូលមួយដងរីឯទឹកដីការចូលច្រើនដងគឺមានតម្លៃរហូតទៅដល់ 810,000 រៀលឯណោះបើប្រៀបនឹងតម្លៃចាស់គឺត្រឹមតែ 16,000 រៀលប៉ុណ្ណោះគួរបញ្ជាក់ផងដែរថាការឡើងថ្លៃនេះគឺមិនមែនសម្រាប់តែប្រជាជនកម្ពុជាយើងប៉ុណ្ណោះទេគឺឡើងថ្លៃជាង100ប្រទេសដែលមិនមានកិច្ចព្រមព្រៀងលើកលែងទឹកដីការជាមួយប្រទេសជប៉ុនដូចជាប្រទេសកម្ពុជាចិនវៀតណាមនិងហ្វីលីពីនជាដើមតើបងប្អូនយល់យ៉ាងណាដែរចំពោះការដំឡើងតម្លៃវីសារបស់ប្រទេសជប៉ុននេះសូមជួយប្រាប់ខ្ញុំនៅក្នុងខមមិនខាងក្រោមផងអរគុណនិងជួបគ្នានៅវីដេអូក្រោយកុំភ្លេច follow for more travel and visa content